จุบรมกลมขยำประกรณาปรองសូមនមស្ការថ្វាយបង្គំចំពោះប្រជុំ3នៅបត្រៃរនដែលជាអគ្គរដ្ឋនៈដ៏កម្ពុជាលើសលោកដោយសេចក្តីគោរពនិងដោយសេចក្តីជ្រះថ្លាដល់ក្រៃលែងសពកាលទាំងពួងអ្នកសូមប្រណិប័តចំពោះសម្ដេចទ្រង់អាយដាមអ្នកញាលោកជំទាវលោកស្រីប្រិយមិត្តបណ្ដាកវីបណ្ឌិតព្រឹទ្ធាចារ្យសីលវ័នសីលវតីបាសកបាសិកាទីយកាបងប្អូនកូនក្មួយស្រីប្រុសទាំងអស់ដោយសេចក្តីគោរពនិងដោយសេចក្តីរាប់អានដ៏ជ្រាលជ្រៅទេថ្ងៃនេះទូព្រមគុំខ្ញុំកដាខ្ញុំនាំយកនៅអត្ថបទពិចារណាដើម្បីធ្វើការសិក្សាថ្លឹងថ្លែងស្វែងយល់ឲ្យបានល្អិតល្អន់រៀបចំដំណើរជីវិតឲ្យបានល្អនៅក្នុងលោកនេះផងដែរព្រោះជាកត្តាសំខាន់និងចាំបាច់ជាចម្បងដែលយើងត្រូវតែរវាំងរក្សាឲ្យបានប្រពៃនាំមកនៅសេចក្តីថ្លៃថ្នូរនាំមកនៅប្រយោជន៍នាំមកនៅសេចក្តីចម្រើនដល់ទូលំទូលាយក្នុងដំណើរជីវិតបានដោយសេចក្តីថាសំបីថាជាប្រខៃណាស្របអស់អាសវៈកិលេសទៅហើយក៏ដោយប្រសិនបើប្រកបដោយអង្គទាំងឡាយ5ប្រការនេះក៏រមែងជាបុគ្គលដែលទទួលការរង្គៀសសង្ស័យពីក្នុងស្រទាប់មហាជនទាំងឡាយផងដែរព្រោះហេតុនោះជាកត្តាសំខាន់និងចាំបាច់ណាស់ដែលយើងត្រូវរក្សាសេចក្តីថ្លៃថ្នូរឲ្យបានល្អនាំមកនៅសេចក្តីចម្រើននាំមកនៅប្រយោជន៍ដល់ទូលំទូលាយក្នុងដំណើរជីវិតត្រូវតែវាចាកនៅអង្គប្រកប5ប្រការនេះជាដាច់ខាតហើយសេចក្តីនេះអង្គព្រះទ្រង់ញៀនទ្រង់នីរតុកព្រះអង្គសម្ដែងប្ររពចំពោះភិក្ខុក្នុងព្រះសាសនានៃព្រះទស្សពលចឹងភិក្ខុនេះមិនត្រូវប្រព្រឹត្តទៅដោយអង្គប្រកបទាំងឡាយ5ប្រការនេះទេការត្រាច់ទៅមិនចេះតែត្រាច់ទៅក្នុងទីណាក៏ចេះតែទៅបានទេមានទីគោចរនិងទីអគោចរណាចឹងគឺ5ប្រការនោះយ៉ាងណាខ្លះទី1ភិក្ខុត្រាច់ទៅកាន់លំនៅរបស់ស្ត្រីបេស្យាណាការត្រាច់ទៅកាន់លំនៅស្ត្រីបេស្យានេះជារឿយក៏រមែងដល់នៅការរង្គៀសសង្ស័យជាមន្ទិលសំងក្នុងសន្តានចិត្តរបស់មហាជនទាំងឡាយទីនេះមិនមែនជាទីគោចរទេជាទីអគោចរទោះបីយើងមិនបានប្រព្រឹត្តអាក្រក់អ្វីក៏ដោយក៏ប៉ុន្តែការត្រាច់ទៅក្នុងលំនៅនៃស្រីបេស្យារឿយហើយក៏ជាទីនាំមកនៅសេចក្តីរង្គៀសសង្ស័យពីស្រទាប់មហាជនទាំងឡាយហើយព្រោះហេតុនោះជាការល្អមិនត្រូវត្រាច់ទៅកាន់លំនៅនៃស្រីបេស្យាទេនេះជាប្រការទី1ហើយទី2ភិក្ខុត្រាច់ទៅកាន់លំនៅនៃស្ត្រីមេម៉ាយក៏គឺជាមន្ទិលសៅហ្មងជាគ្រឿងរង្គៀសសង្ស័យក្នុងស្រទាប់មហាជនទាំងឡាយកាលភិក្ខុត្រាច់ទៅកាន់លំនៅនៃស្ត្រីមេម៉ាយរឿយទោះខ្លួនមិនបានធ្វើអ្វីអាក្រក់មិនបានធ្វើអ្វីដែលពុំសមគួរក៏ដោយតែជាទីរង្គៀសនៃមហាជនទាំងឡាយណាដែលជាគ្រឿងសៅហ្មងមិនល្អមិនប្រពៃទេចឹងជាការប្រសើរគួរមិនត្រាច់ទៅកាន់លំនៅរបស់ស្ត្រីមេម៉ាយទេប្រសិនបើមិនមានភារកិច្ចឬកលៈទេសៈចាំបាច់ណានីមួយដែលសំគួរនោះឯងគឺមិនអាចមិនចេះតែប្រព្រឹត្តទៅក្នុងទីលំនៅរបស់ស្ត្រីមេម៉ាយឡើយជាអ
គូចរបាទនឹងជាប្រការមួយទៅហើយទី3ភិក្ខុត្រាច់ទៅកាន់លំនៅនៃស្ត្រីក្រមុំចាស់បាទទៅកាន់លំនៅស្រីក្រមុំចាស់នឹងគឺជាទីរង្គៀសសង្ស័យនាំមកនៅភាពសៅហ្មងក្នុងស្រទាប់នៃមហាជនទាំងឡាយការត្រាច់ទៅរឿយក្នុងលំនៅស្រីក្រមុំចាស់នេះរបស់ភិក្ខុមិនគួរទេទោះបីមិនមានរឿងអ្វីអាក្រក់កើតឡើងក៏ដោយក៏ប៉ុន្តែជាទីរង្គៀសសង្ស័យក្នុងសន្តានចិត្តនៃមហាជននាំមកដល់ភាពសៅហ្មងមិនប្រសើរឡើយជាទីអកុចរដែលមិនគួរត្រាច់ទៅបើមិនមានកលៈទេសៈឬករណីចាំបាច់ដល់សមស្របណានីមួយទេគឺមិនគួរត្រាច់ទៅឡើយនេះជាប្រការមួយទៀតទី4ភិក្ខុត្រាច់ទៅកាន់លំនៅមនុស្សខ្ទើយដំណើរត្រាច់ទៅកាន់លំនៅមនុស្សខ្ទើយនេះរឿយជាទីរង្គៀសសង្ស័យជាមន្ទិលជាគ្រឿងសៅហ្មងដែលរមែងតែងកើតក្នុងសន្តានចិត្តនៃមហាជនហើយទោះបីមិនមានរឿងអាក្រក់អ្វីណាកើតឡើងក៏ដោយក៏ប៉ុន្តែដាច់ខាតជាទីរង្គៀសសង្ស័យជាគ្រឿងនាំមកនូវភាពសៅហ្មងក្នុងសន្តានចិត្តនៃមហាជនទាំងឡាយព្រោះហេតុនោះជាការល្អភិក្ខុមិនគួរត្រាច់ទៅកាន់លំនៅនៃមនុស្សខ្ទើយទេបើមិនមានករណីឬកលៈទេសៈចាំបាច់ឯណានីមួយករណីសមស្របឯណានីមួយនោះមិនអាចត្រាច់ទៅក្នុងលំនៅនៃមនុស្សខ្ទើយបានឡើយជាអកុចរមិនគួរនេះជាប្រការមួយទៀតទី5ភិក្ខុមិនភិក្ខុត្រាច់ទៅកាន់លំនៅនៃភិក្ខុណីទៅកាន់ទីរបស់ភិក្ខុណីនឹងជារឿយប្រកដីនាំឲ្យមានការរង្គៀសសង្ស័យបាទជាគ្រឿងនាំមកដល់ភាពសៅហ្មងក្នុងបណ្ដាមហាជនទាំងឡាយក្នុងបណ្ដាសព្រហ្មចារីទាំងឡាយទោះបីជាមិនបានធ្វើរឿងអ្វីដែលមិនគួរគប់ក៏ដោយក៏ប៉ុន្តែដំណើរត្រាច់ទៅកាន់លំនៅឬសំណាក់ភិក្ខុណីប្រកដីរឿយនេះវាជាទីនាំមកនៅរង្គៀសសង្ស័យជាគ្រឿងសៅហ្មងក្នុងសន្តានចិត្តរបស់មហាជនឬក្នុងសំណាក់សព្រហ្មចារីទាំងឡាយដែលភិក្ខុដាច់ខាតមិនគួរចេះតែត្រាច់ទៅក្នុងលំនៅឬសំណាក់របស់ភិក្ខុណីឡើយជាអកុចរទៀតបើមិនមានករណីចាំបាច់ឬមិនមាននៅកលៈទេសៈឲ្យបានសមស្របឯណានីមួយទេមិនចេះតែត្រាច់ទៅកាត់លំនៅឬសំណាក់នៃភិក្ខុណីឡើយបាទនឹងគឺរឿងចាប់បាច់ដែលយើងត្រូវដឹងជាប្រការៈមួយដែរទាំងអស់នេះគឺដើម្បីសេចក្តីថ្លៃថ្នូរដើម្បីជាប្រយោជន៍ដើម្បីសេចក្តីចម្រើនទាំងនៅក្នុងធម្មវិន័យនេះទាំងនៅក្នុងស្រទាប់នៃមហាជនឬបរិស័ទទាំងឡាយដែលភិក្ខុមិនត្រូវចេះតែត្រាច់គោចរទៅកាន់ទីណាតាមទេចិត្តខ្លួនឯងនោះទេត្រូវដឹងអំពីទីគោចរនិងទីដែលមិនមែនជាគោចររបស់ភិក្ខុក្នុងធម្មវិន័យនេះណាព្រះករុណាជាម្ចាស់ពុទ្ធបរិស័ទសប្បុរសអាចធ្វើការសិក្សាស្វែងយល់សូម្បីនៅក្នុងសាសនាព្រហ្មចរិយធម៌ព្រះបរមសាស្តាទ្រង់រក្សានៅសេចក្តីថ្លៃថ្នូរនៅកិត្តិយសនៅកេរ្តិ៍ឈ្មោះនេះជាកត្តាសំខាន់ណាស់ដែលត្រូវស្គាល់អំពីទីគោចរនិងទីដែលមិនមែនជាទីគោចរដើម្បីប្រព្រឹត្តទៅដោយល្អក្នុងអរិយវិន័យនេះក្នុងដំណើរជីវិតនេះអភិរមរក្សា
ដំណើរជីវិតនេះឲ្យប្របីឲ្យរុងរឿងឲ្យចម្រើនប្រកបដោយសេចក្តីថ្លៃថ្នូរដ៏ទូលំទូលាយក្នុងដំណើរជីវិតផងដែរបាទសូមអនុមោទនា